បាទ hello ជំរាបសួរទាំងអស់គ្នាបាទថ្ងៃនេះបណ្ឌរាត្រីបាទវិលមកសាជាថ្មីបាទថ្ងៃនេះមិនខុសពីថ្ងៃម្សិលមិញទេបាទមកកាត់សក់បាទ for kid បាទសម្រាប់ក្មេងបាទបងប្អូនសុខសប្បាយទេបាទសម្រាប់ឆ្នាំ2026បាទបងប្អូនដឹងហើយថាខ្ញុំបាត់មុខមករយៈធំដែរបាទប៉ុន្តែបងប្អូនកុំបារម្ភអីថ្ងៃនេះឆ្នាំនេះ2026វណ្ណរាត្រីត្រឡប់មកវិញហើយបាទហើយមកលើកនេះមកបំរើខ្សែចក្ខុរបស់បងប្អូនទាំងអស់គ្នាបាទនៅក្នុងបណ្ដាញសង្គម social media បាទអូខេអញ្ចឹងចាប់ផ្ដើមចូលសាច់វីដេអូតែម្ដងបាទនេះជាបាទមួយពិសេសបាទថ្ងៃហ្នឹងហើយសក់មិនតាន់កាត់ទេបាទបងប្អូនអាចមើលបានបាទចាំមើលតើកាពេលដែលកាត់ហើយពេលហ្នឹងមិនតាន់កាត់តើវាខុសគ្នាបែបណាបាទសម្រស់បាទអូខេឥឡូវចាប់ផ្ដើមបាទកាត់សក់ទាំងអស់គ្នាបងប្អូនបាទឥឡូវរុំកណាត់ហើយសម្រាប់ឆ្នាំ2026បាទវាមានអ្វីប្លែកច្រើនណាស់បងប្អូនបាទបងប្អូនដឹងហើយថាខ្ញុំបានបាត់មុខមករយៈធំដែរហើយក៏នឹករលឹកបងប្អូនទាំងគ្នាជាខ្លាំងបាទឥឡូវបាទខ្ញុំបាទនឹងវិលត្រឡប់មកបាទដើម្បី fan របស់ខ្ញុំបាទអរគុណសម្រាប់70 subscriber ដែលនៅតែបន្តគាំទ្រខ្ញុំបាទហើយខ្ញុំបាទក៏មិនធ្វើឲ្យ fan ខ្ញុំអស់សង្ឃឹមដែរបាទឥឡូវបាទចាប់ផ្ដើមកាត់សក់បាទខាងស្ដាំឈូសហើយបាទបានមកជាហៀងហើយបាទមើលមុខផងបាទមើលមុខគេ shoot មែនតែនបាទឥឡូវកាត់មកជាហៀងទៀតហើយបាទអូខេបងប្អូនញឹមមែនតែនបាទមួយឯនេះបាទសង្ឃឹមថាកាត់ហើយបានមុតសក់ស្អាតដើម្បីទៅអួតមិត្តភ័ក្តិបាទអូខេឥឡូវយើងបាន50% ហើយបាទអូខេកំពុងតែញាប់ដៃញាប់ជើងហើយបងប្អូនបាទឥឡូវយើងរំលីងតិចទៀតមកបាទអូខេបាទចាប់ជ្រីចាប់ជ្រុងអីរួចរាល់បាទតាមបានបន្តទៅផ្នែកខាងលើទៀតបាទអូខេរៀងញាក់ញ័រដល់ហើយមួយបាទឥឡូវយើងរំលីងបាទបន្តិចទៀតមកបាទចិត្តស្អាតហើយបងប្អូនមើលបាទឥឡូវកោបាទយកម៉ូតបាទដាក់ភ្លីឲ្យទៀតបាទនេះគឺផ្លូវអាទេសភ្លើងបាទវាចង់បានផ្លូវអាទេសភ្លើងបាទបាន2ឆ្នូតបាទអូខេបាទតាមពិតទៅអ្នកម្ដាយគាត់ចង់ឲ្យកាត់ PM ទេបាទប៉ុន្តែសម្រាប់ម៉ូត PM បាទខ្ញុំមិនរីខមមិនឲ្យបងប្អូនទាំងគ្នាបាទកាត់ឲ្យកូនប្រុសទេបាទយើងកាត់ដែរតែយើងត្រូវមានម៉ូតមានម៉ាក់អីចឹងណាបាទចឹងសម័យឥឡូវវាមិនដូចសម័យមុនទេបាទកាលជំនាន់ពីខ្ញុំនៅក្មេងបាទកាត់សក់ខ្វៀលគោខ្វៀលក្បីទេបាទ
កាត់ក្រមដើមឈើបាទមានតែកៅអីមួយបាទកត្រៃមួយរួចជាស្រេចបាទឥឡូវតម្រឹមបាទចុងកតុយបន្តិចបាទអូខេបងប្អូនម៉ូតសក់98% បាទនៅសល់ 2% ទៀតបាទគឺបាទឥឡូវបាទខ្នែបតែម្ដងបាទអូខេបាទសម្រាប់ក្មេងៗបាទខ្ញុំមិន recommend ឲ្យកាត់ PM បាទតើតែខ្លីអស់ពេកទេបាទយើងកាត់តែយើងត្រូវមានម៉ូដមានម៉ាកបាទដល់តន់សម័យអញ្ចឹងណាបងប្អូនមើលស្អាតទេអូខេបាទបងប្អូនអរគុណបាទសម្រាប់ការទស្សនាបាទអញ្ចឹងបើពេញចិត្តវីដេអូបាទកុំភ្លេច subscribe ម្នាក់មួយបាទដើម្បីទទួលបានវីដេអូពីខ្ញុំបាទនៅពេលក្រោយទៀតបាទ Thank you for watching this video. See you next time.